ចិនកំពុងរៀបក្បួនសាមកុកដើម្បីទប់ទល់ជាមួយអាមេរិកក្នុងចម្បាំងសេដ្ឋកិច្ចសម័យទំនើបចិនបានប្រើយុទ្ធសាស្ត្រសំខាន់ក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងនិងសម្ញែងសាច់ដុំនៅលើឆាកអន្តរជាតិជាពិសេសក្នុងបរិបទនៃការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Trump យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ចិននៅដើមឆ្នាំ 2025 ត្រូវបានសម្គាល់ដោយការប្រកាសគោលនយោបាយសំខាន់ដើម្បីពង្រឹងវិស័យសំខាន់និងទាក់ទាញការវិនិយោគពីបរទេសសកម្មភាពសំខាន់មួយគឺការប្រកាសផែនការសកម្មភាពនៅខែកុម្ភៈ 2025 ដើម្បីទាក់ទាញវិនិយោគពីបរទេសបន្ទាប់ពីមានការធ្លាក់ចុះ 4% នៅខែមករា 2025 ផែនការនេះត្រូវបានប្រកាសរួមគ្នាដោយក្រសួងពាណិជ្ជកម្មនិងគណៈកម្មការអភិវឌ្ឍជាតិនិងកែតម្រង់តាមរយៈរដ្ឋសភាដោយអ្នកផ្ដល់ព័ត៌មានពីក្រសួងពាណិជ្ជកម្មបានសង្កត់ធ្ងន់ថាផែនការនេះនឹងត្រូវបានអនុវត្តរហូតដល់ចុងឆ្នាំ 2025 សកម្មភាពសេដ្ឋកិច្ចផ្សេងទៀតរួមមានការដាក់ពន្ធប្រឆាំងនៅថ្ងៃទី 4 ខែកុម្ភៈ 2025 ដើម្បីឆ្លើយតបនឹងពន្ធរបស់សហរដ្ឋអាមេរិក 10% លើទំនិញផលិតនៅចិនវិធានការទាំងនេះរួមមានការដាក់ពន្ធ 15% លើធ្យូងថ្មនិងឧស្ម័នរាវរបស់សហរដ្ឋអាមេរិកនិង 10% លើប្រេងឆៅម៉ាស៊ីនកសិកម្មរថយន្តនិងរថយន្តដឹកទំនិញដែលចាប់ផ្ដើមនៅថ្ងៃទី 10 ខែកុម្ភៈ 2025 សកម្មភាពការទូតរបស់ចិននៅដើមឆ្នាំ 2025 រួមមានការខិតខំបង្កើនទំនាក់ទំនងជាមួយដៃគូក្នុងតំបន់ជាពិសេសអាហ្វ្រិកដែលអាចជាការរំពឹងទុកនៃការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកសកម្មភាពសំខាន់មួយគឺការទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសវ៉ាងយ៉េទៅអាហ្វ្រិកពីថ្ងៃទី 5 ដល់ 11 ខែមករា 2025 ការទស្សនកិច្ចនេះរួមមានប្រទេស Namibia, Republic of Congo, Chad និង Nigeria បង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសអាហ្វ្រិកជាពិសេសក្នុងការសហប្រតិបត្តិការលើធនធានធម្មជាតិកម្រចិនបានអនុវត្តសកម្មភាពយោធាសំខាន់មួយនៅខែកុម្ភៈ 2025 ដែលប្រធានាធិបតី Xi Jinping បានអនុម័តការកែតម្រង់យោធាដើម្បីបង្កើនភាពរឹងមាំរបស់កងទ័ពដែលនឹងចាប់ផ្ដើមនៅនាទីក្រដៅ 2025 ការកែតម្រង់នេះគឺជាផ្នែកមួយនៃការខិតខំរបស់ចិនក្នុងការទំនើបកម្មកងទ័ពនិងរៀបចំសម្រាប់សក្តានុពលជម្លោះជាពិសេសក្នុងបរិបទនៃភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិកអាចបាត់បង់តំណែងក្នុងបេះដូងអ៊ុយក្រែនខណៈអឺរ៉ុបត្រៀមរួចស្រេចផ្ដល់ស្មារតីរឹងមាំឲ្យផ្អែកគិតត្រឹមថ្ងៃទី 3 ខែមីនា ឆ្នាំ 2025 ទំនាក់ទំនងរវាងប្រទេសអ៊ុយក្រែនជាមួយសហរដ្ឋអាមេរិកនិងអឺរ៉ុបកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំងខណៈដែលសង្គ្រាមជាមួយរុស្ស៊ីនៅតែបន្តបន្ទាប់ពីលោក Donald Trump បានចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែមករាឆ្នាំ 2025 ទំនាក់ទំនងរវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិកបានជួបភាពតានតឹងថ្មីផ្ទុយទៅវិញអឺរ៉ុបនៅតែបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះអ៊ុយក្រែននិងសហរដ្ឋអាមេរិកភាពតានតឹងកើនឡើងទំនាក់ទំនងរវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការប្រជុំមួយរវាងប្រធានាធិបតី Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅសេតវិមានកាលពីថ្ងៃទី 28 ខែកុម្ភៈការប្រជុំនេះដែលគ្រោងនឹងពិភាក្សាអំពីកិច្ចព្រមព្រៀងរ៉ែបានបញ្ចប់ដោយជម្លោះនៅពេលដែលលោក Trump បានចោទប្រកាន់លោក Zelensky ថាមិនដឹងគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិកនិងរារាំងការចរចាសន្តិភាពលោក Trump ថែមទាំងបាននិយាយថាលោកអាចនឹងកាត់បន្ថយជំនួយយោធាដល់អ៊ុយក្រែនដែលធ្វើឲ្យមានការព្រួយបារម្ភថាអ៊ុយក្រែននឹងបាត់បង់ការគាំទ្រពីសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ខ្លួនអ្នកវិភាគនយោបាយនៅទីក្រុង Kiev បាននិយាយថានេះអាចជាវិបត្តិធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរប្រជាជនអ៊ុយក្រែនខ្លះបានបង្ហាញការខកចិត្តដោយនិយាយថាពួកគេនឹងបន្តប្រយុទ្ធដើម្បីសេរីភាពទោះបីសហរដ្ឋអាមេរិកឈប់គាំទ្រក៏ដោយអ៊ុយក្រែននិងអឺរ៉ុបការគាំទ្រដ៏រឹងមាំខណៈដែលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកំពុងរង្គោះរង្គើអឺរ៉ុបបានបង្ហាញឆន្ទៈក្នុងការឈរជាមួយអ៊ុយក្រែនសហភាពអឺរ៉ុបបានបន្តផ្ដល់ជំនួយហិរញ្ញវត្ថុនិងសព្វាវុធហើយបានសន្យាគាំទ្រផ្លូវរបស់អ៊ុយក្រែនឆ្ពោះទៅរកសមាជិកភាពEUនៅថ្ងៃទី 2 ខែមីនាលោក Zelensky បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នៅទីក្រុងឡុងដែលលោក Starmer បានបញ្ជាក់ថាអឺរ៉ុបនឹងរួបរวมគ្នាដើម្បីជួយអ៊ុយក្រែនលើសពីនេះអឺរ៉ុបកំពុងរៀបចំកិច្ចប្រជុំពិសេសមួយនៅថ្ងៃទី 6 ខែមីនាដើម្បីពិភាក្សាអំពីវិធីបន្ថែមការគាំទ្រដល់អ៊ុយក្រែនរួមទាំងការធានាសន្តិសុខនិងជំនួយហិរញ្ញវត្ថុអ្នកខ្លះជឿថាអឺរ៉ុបកំពុងព្យាយាមដឹកនាំការចរចាសន្តិភាពជំនួសសហរដ្ឋអាមេរិកបន្ទាប់ពីភាពមិនចុះសម្រុងរវាង Trump និង Zelensky អ្វីដែលគួររំពឹងទុកអនាគតនៃទំនាក់ទំនងអ៊ុយក្រែនសហរដ្ឋអាមេរិកនៅមិនទាន់ច្បាស់នៅឡើយប្រសិនបើសហរដ្ឋអាមេរិកកាត់បន្ថយជំនួយអ៊ុយក្រែនអាចនឹងត្រូវពឹងផ្អែកកាន់តែខ្លាំងលើអឺរ៉ុបទន្ទឹមនឹងនេះអឺរ៉ុបកំពុងបង្ហាញថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីបំពេញចន្លោះប្រហោងដើម្បីធានាថាអ៊ុយក្រែននៅតែអាចទប់ទល់នឹងសង្គ្រាមបានអ្នកខ្លះជឿថាការផ្លាស់ប្ដូរនេះអាចធ្វើឲ្យអឺរ៉ុបក្លាយជាអ្នកដឹកនាំដ៏សំខាន់ក្នុងការដោះស្រាយសង្គ្រាមរុស្ស៊ីអ៊ុយក្រែនប៉ុន្តែសម្រាប់ពេលនេះ
ប្រជាជនអ៊ុយក្រែននៅតែសង្ឃឹមថាសម្ព័ន្ធមិត្តរបស់ខ្លួននឹងបន្តឈរជាមួយពួកគេដើម្បីការពារសេរីភាពនិងឯករាជ្យភាពរបស់ប្រទេសក្រោយប៉ះសម្ដីប្រកែកគ្នាឡើងតឹងសរសៃទីបំផុតសហរដ្ឋអាមេរិកសម្រេចផ្អាកជំនួយទៅអ៊ុយក្រែនកាលពីពេលថ្មីនេះប្រធានាធិបតីដូណាល់ត្រាំបានសម្រេចផ្អាកជំនួយយោធាទៅអ៊ុយក្រែនជាបណ្ដោះអាសន្នការសម្រេចនេះកើតឡើងបន្ទាប់ពីការប្រកែកយ៉ាងខ្លាំងជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅក្នុងការិយាល័យ Oval តាមការបញ្ជាក់ពីមន្ត្រីសេតវិមានការផ្អាកនេះគឺដើម្បីពិនិត្យមើលថាជំនួយដែលផ្ដល់ទៅអ៊ុយក្រែនមានប្រយោជន៍ក្នុងការរកដំណោះស្រាយសន្តិភាពឬទេមន្ត្រីម្នាក់បានថ្លែងថាប្រធានាធិបតីត្រាំបានមានចក្ខុវិស័យច្បាស់លាស់ថាគាត់ផ្ដោតលើសន្តិភាពយើងត្រូវការដៃគូរបស់យើងមានបំណងចូលរួមក្នុងគោលដៅនេះផងដែរនៅក្រុងគីវមន្ត្រីអ៊ុយក្រែនបានបង្ហាញការព្រួយបារម្ភខ្លាំងចំពោះការផ្អាកជំនួយនេះប្រទេសអ៊ុយក្រែនដែលពឹងផ្អែកលើជំនួយបរទេសដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីបានប្រកាសថាពួកគេនៅតែបន្តទាមទារការធានាសន្តិសុខក្នុងកិច្ចព្រមព្រៀងសន្តិភាពនិងមិនទទួលស្គាល់ការកាន់កាប់ដីអ៊ុយក្រែនដោយរុស្ស៊ីការផ្អាកនេះបានធ្វើឲ្យមានការព្រួយបារម្ភថាវាអាចធ្វើឲ្យរុស្ស៊ីទទួលបានអត្ថប្រយោជន៍នៅលើទីលានសង្គ្រាមតាមប្រជាជនអ៊ុយក្រែនការគាំទ្រពីសហរដ្ឋអាមេរិកមានសារៈសំខាន់ខ្លាំងដោយជំនួយនេះបានជួយរក្សាអាយុជីវិតជនស៊ីវិលនិងទាហានជាច្រើនអ្នកប្រធានាធិបតី Zelensky បានបញ្ជាក់ថាអ៊ុយក្រែនចង់ចូលរួមក្នុងកិច្ចចរចាសន្តិភាពឲ្យបានឆាប់បំផុតដើម្បីរកដំណោះស្រាយដ៏សមប្រកបមួយប្រឡូកកិច្ចការជាតិឃ្លាតមុខរបរ Elon Musk ខាត់លុយជិត$30,000 លានត្រឹមមួយថ្ងៃលោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់លេខ1របស់ពិភពលោកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla និង SpaceX បានបាត់បង់ទ្រព្យសម្បត្តិចំនួន$29,000 លានក្នុងមួយថ្ងៃកាលពីថ្ងៃច័ន្ទទី10ខែមីនាឆ្នាំ2025ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះយ៉ាងខ្លាំងយោងតាមរបាយការណ៍ពី Business Insider ទ្រព្យសម្បត្តិរបស់លោក Musk បានថយចុះពី$330,000 លាននៅថ្ងៃអាទិត្យមកនៅត្រឹមប្រមាណ$301,000 លានបន្ទាប់ពីភាគហ៊ុន Tesla ធ្លាក់15ក្នុងថ្ងៃតែមួយដែលជាការធ្លាក់ចុះធំបំផុតចាប់តាំងពីខែកញ្ញាឆ្នាំ2020ការធ្លាក់ចុះនេះបានកើតឡើងស្របពេលដែលទីផ្សារភាគហ៊ុនអាមេរិកជួបប្រទះនឹងភាពចលាចលដោយសន្ទុះ 500 ធ្លាក់3និង Nasdaq 100 ធ្លាក់4អ្នកវិភាគបានចង្អុលបង្ហាញថាការព្រួយបារម្ភអំពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ជាពិសេសពន្ធគឺលើប្រទេសចិនកាណាដានិងមិចស៊ិកបានធ្វើឲ្យវិនិយោគិនបាត់បង់ទំនុកចិត្តលើ Tesla ដែលពឹងផ្អែកខ្លាំងលើទីផ្សារនិងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិលោក Musk ដែលកាន់តំណែងជាសហប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល DOGE ក្នុងរដ្ឋបាល Trump បាននិយាយថាវាជាការលំបាកក្នុងការគ្រប់គ្រងអាជីវកម្មរបស់លោកខណៈពេលដែលធ្វើការលើការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលទោះបីជាមានការខាតបង់ដ៏ធំនេះលោក Musk នៅតែរក្សាតំណែងជាកំពូលមហាសេដ្ឋីមានបំផុតនៅលើពិភពលោកដោយនាំមុខលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ជាង$100,000 លានភាគហ៊ុនរបស់ Tesla ធ្លាប់ឡើងខ្ពស់ដល់$480ក្នុងមួយហ៊ុននៅថ្ងៃទី17ខែធ្នូឆ្នាំ2024ចាប់តាំងពីដើមឆ្នាំ2025មក Tesla បានបាត់បង់តម្លៃទីផ្សារជាង$400,000 លានហើយទ្រព្យសម្បត្តិរបស់លោក Musk បានធ្លាក់ចុះសរុបជាង$132,000 លានអ្នកវិនិយោគមួយចំនួនបានលើកឡើងពីការព្រួយបារម្ភថាការចូលរួមនយោបាយរបស់លោក Musk និងការផ្ដោតអារម្មណ៍លើការងារនៅទីក្រុង Washington អាចប៉ះពាល់ដល់ការគ្រប់គ្រងក្រុមហ៊ុន Teslaក្រុមហ៊ុនផ្សេងទៀតរបស់លោកដូចជា SpaceX ដែលមានតម្លៃ$350,000 លាននិង K ដែលមានតម្លៃ$50,000 លាននៅតែជួយឲ្យលោករក្សាបាននៅតំណែងមហាសេដ្ឋីលំដាប់លេខ1នៅលើពិភពលោកបើទោះបីជាបែបនេះក្តីសម្រាប់ពេលនេះ Tesla នៅតែជាកត្តាសំខាន់បំផុតដែលជាឥទ្ធិពលដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់លោកទីផ្សារនឹងបន្តតាមដានស្ថានភាពនេះខណៈ Tesla ត្រៀមដាក់ឲ្យប្រើប្រាស់សេវា Robotaxi នៅខែមិថុនាឆ្នាំ2025ដែលអាចជួយស្ដារទំនុកចិត្តឡើងវិញចិនបង្កើតម៉ាស៊ីនយន្តហោះល្បឿន 20,000 គីឡូម៉ែត្រក្នុង1ម៉ោងប្រើប្រេងឥន្ធនៈដំបូងគេនៅលើពិភពលោកកាលពីពេលថ្មីនេះប្រទេសចិនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងការប្រកាសថាអ្នកវិទ្យាសាស្ត្ររបស់ខ្លួនបានបង្កើតម៉ាស៊ីនយន្តហោះដើរដោយប្រេងឥន្ធនៈជាលើកដំបូងដែលអាចហោះបានល្បឿនដល់ទៅម៉ាជ15ឬប្រមាណ20,000 គីឡូម៉ែត្រក្នុង1ម៉ោងការអភិវឌ្ឍនេះត្រូវបានគេមើលឃើញថាជាជំហានដ៏ធំមួយក្នុងបច្ចេកវិទ្យាអាកាសចរណ៍និងអាចផ្លាស់ប្ដូរវិធីដែលយើងធ្វើដំណើរលើអាកាសនាពេលអនាគតអ្នកស្រាវជ្រាវមកពីបណ្ឌិតសភាវិទ្យាសាស្ត្រចិន Chinese Academy of Sciences បានធ្វើការពិសោធន៍ជោគជ័យនៅក្នុងផ្លូវរូងក្រំដីយប់12នៅទីក្រុងប៉េកាំងផ្លូវរូងនេះត្រូវបានប្រើដើម្បីក្លែងធ្វើលក្ខខណ្ឌហោះហើរល្បឿនខ្ពស់នៅកម្ពស់ជាង40 គីឡូម៉ែត្រម៉ាស៊ីននេះប្រើប្រេងឥន្ធនៈរឹប3ដែលជាប្រភេទប្រេងកាតធម្មតាដែលប្រើសម្រាប់យន្តហោះហើយអាចបង្កើតរលកផ្ទុះបែប Oblique Detonation ដែលជួយឲ្យវាសម្រេចបានល្បឿនខ្ពស់បំផុត
អ្នកវិទ្យាសាស្ត្របាននិយាយថាម៉ាស៊ីននេះអាចប្រើបានទាំងក្នុងយន្តហោះធម្មតានិងអាចអភិវឌ្ឍទៅជាយានអវកាសនាពេលអនាគតវាខុសពីម៉ាស៊ីនហោះល្បឿនលឿនផ្សេងទៀតដែលត្រូវការប្រេងឥន្ធនៈពិសេសព្រោះវាអាចដើរដោយប្រេងឥន្ធនៈដែលមានស្រាប់ដែលធ្វើឲ្យវាកាន់តែងាយស្រួលប្រើប្រាស់ការបង្កើតម៉ាស៊ីននេះបង្ហាញពីសមត្ថភាពរបស់ចិនក្នុងការឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាល្បឿនលឿនបើប្រៀបធៀបទៅនឹងយន្តហោះធម្មតាដែលហោះបានត្រឹមម៉ាច2ឬ3ម៉ាស៊ីននេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរពីមួយទ្វីបទៅមួយទ្វីបឲ្យនៅសល់តែប៉ុន្មានម៉ោងប៉ុណ្ណោះឧទាហរណ៍ការហោះហើរពីទីក្រុងប៉េកាំងទៅទីក្រុងញូវយ៉កដែលជាធម្មតាចំណាយពេល14ម៉ោងអាចនឹងត្រូវការពេលតែប្រហែល1ម៉ោងប៉ុណ្ណោះទោះជាយ៉ាងណាអ្នកជំនាញខ្លះបានលើកឡើងថាបច្ចេកវិទ្យានេះក៏អាចត្រូវបានប្រើក្នុងផ្នែកយោធាដូចជាការបង្កើតយន្តហោះចម្បាំងឬមីស៊ីលល្បឿនលឿនដែលអាចផ្លាស់ប្ដូរទល់ឲ្យភាពអំណាចក្នុងពិភពលោកប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិកក៏កំពុងស្រាវជ្រាវបច្ចេកវិទ្យាស្រដៀងគ្នានេះប៉ុន្តែចិនហាក់ដូចជាបានឈានទៅមុខមួយជំហានហើយទោះបីជាមានជោគជ័យដំបូងនេះក៏ម៉ាស៊ីននេះនៅតែត្រូវការការអភិវឌ្ឍបន្ថែមទៀតមុននឹងអាចប្រើប្រាស់ជាក់ស្ដែងបញ្ហាដូចជាការគ្រប់គ្រងកម្ដៅខ្ពស់សុវត្ថិភាពនិងការចំណាយនៅតែជាឧបសគ្គធំអ្នកវិទ្យាសាស្ត្រចិនបាននិយាយថាពួកគេនឹងបន្តធ្វើតេស្តបន្ថែមដើម្បីធានាថាម៉ាស៊ីននេះអាចដំណើរការបានល្អនៅក្នុងស្ថានភាពពិតប្រាកដការរកឃើញនេះបានធ្វើឲ្យមនុស្សជាច្រើនរំភើបអំពីលទ្ធភាពនៃការធ្វើដំណើរលឿនជាងមុនប្រជាជននៅទីក្រុងប៉េកាំងបាននិយាយថាវាដូចជាសុបិនមួយដែលអាចធ្វើឲ្យពិភពលោកតូចជាងមុនប្រសិនបើបច្ចេកវិទ្យានេះទទួលបានជោគជ័យពេញលេញវានឹងមិនត្រឹមតែផ្លាស់ប្ដូរការធ្វើដំណើរប៉ុណ្ណោះទេថែមទាំងបង្ហាញពីភាពជឿនលឿនរបស់ចិនក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៀតផងប្រភពព័ត៌មានបានចង្អុលបង្ហាញថានេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះហើយចិននឹងបន្តរុញច្រានការស្រាវជ្រាវរបស់ខ្លួនឲ្យកាន់តែឆ្ពោះទៅមុខដើម្បីរក្សាតំណែងជាអ្នកនាំមុខគេក្នុងវិស័យនេះ